មុខខ្មៅរបស់ឯងភ្លាមទៅមានតែចូលជាមួយកំពូលអ្នកគុនទេទៅយើងបដូរមុខប៉ុន្តែទប់ទល់ជាមួយនឹងមនុស្សដូចជាឯងនេះមិនចាំបាច់ទេយើងឲ្យឯងឃើញស្នៀតដើរកំពូលបិសាយរបស់យើងថាម៉េចឯងក៏ចិត្តដាច់គុណនេះដែរមិនខុសទេយើងចាំអាចចេះយើងប្រាប់ឯងចុះសិស្សទាំងប្រមាណក្នុងបច្ឆិឆឹងសុទ្ធតែចេះដើរកម្ចាត់បិសាចដើម្បីសម្រាប់ឯងគ្រូរបស់យើងបងទុកយកមកហើយពេលនេះបឋានានៅគ្រប់ស្រុកត្រូវកម្ចាត់អស់ហើយឯងគួរតែអស់ចិត្តហើយទុកឲ្យពួកឯងតែ3នាក់នៅរស់រៀនមានជីវិតទុកថាគ្រូយើងមានចិត្តទលាយវាប្រពៃណាស់ទៅហើយឯងនិយាយប្រាប់ណាគួរតែហៅអីឆៃពុកគេចង់ជួយស្អីណាបន្តិចទៀតសម្រាប់ឪពុកកូន2នាក់នេះចោលទៅសាច់ច្បាស់ធំតើគិតធ្វើយ៉ាងម៉េចទៅបន្តិចទៀតពេលលើកម្ហូបយើងទប់ទល់នឹងគេអាចជួយមនុស្សណាសាច់ច្បាស់តែម្នាក់ឯងគ្រោះថ្នាក់ពេកហើយអាយ៉ាយើងខ្លាចតែនៅជាមួយនឹងកូនស្រីឯងនេះគ្រោះថ្នាក់ទៅទៀតណាឯងដឹងទេអូយអាចាទៀតណែណាម្ហូបឆាលើឆាលើហើយឆាលើទៅអើយធ្វើម្ហូបអីទៅហើយចាប់យកគ្រឿងមកណែអានេះគេហៅថាម្ហូបពិសេសថែមអំបិលមួយក្តាប់អំបិលមួយក្តាប់នេះមានតែខ្មែរហើយថែមម្ទេសបន្តិចទៀតថែមអីអូថែមដីបន្តិចនៅមានដីតំណប់របស់យើងទៀតណាដាក់ទៅបានមកយំលេឆាលើមកនេះទៅហើយប្រយ័ត្នណាឆាលើអញ្ជើញភ្លុំហូបពិសេសរបស់ខ្ញុំមើលទៅភ្លក់ទៅម្ហូបឯខាងចំណែកនេះអ្នកស្រុកជាឈួនគឺតែងតែចូលចិត្តម្ហូបដែលហឹរមានរសជាតិចម្លែកយ៉ាងអញ្ចឹងហើយកន្លែងខ្ញុំគឺរសជាតិប្លែកតែអញ្ចឹងឯងចេញសាកមើលទៅចេញព្រៃប្រឯទុកអ្នកគុណនិយមបាក់ឈិញឆឹងតែ4ជាស្អីទៅអូដឹងហើយគឺបិសាចទាំង4ណាខ្លាឃ្មុំជ្រូកព្រៃហើយនៅអាបាយម្ហូបមិនក៏មិនឃើញខ្ញុំធ្វើហើយនេះគេហៅថាបែរក្រោយទៅគូទាព្រៃហោះចុះពីលើមេឃកាញ់ចាប់ទៅខ្ញុំមិនតែទេកូននៅពេលអស់ប្រជុំលេងឯ5នេះមិនចាត់ភពគុណនៅហ៊ីងចានទៅរកនៅភពគុណជិរកយុតិធម៌ឲ្យពួកយើងទៅឆាប់រត់ភ្លាមទៅកូនរត់ទៅនៅពេលក្រោយគូមានទាព្រៃធ្លាក់មួយទៀតហើយស្លៀកដៅហួរសាននិយាយមកឯងជាមនុស្សប៉ាណា